Boom, alo, xúc xích họcគ្នាខ្ញុំសង់ជីងវូអូខេហ្នឹងហើយអ្នកគ្នាថ្ងៃនេះយើងមកបន្តសាច់រឿង The Garden Stair ដែលជាភាគបន្តរបស់យើងជាបន្តទៀតអញ្ចឹងមុននឹងចូលទៅដល់វីដេអូគឺដោយរាល់ដងអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel admin ម្នាក់មួយផងណាអញ្ចឹងបើចុចរួចហើយតើយើងចាប់ផ្ដើមឡើងនៅក្នុងអេពីសូតមួយនេះយើងក៏បានឃើញថាឈុនថាងជាមួយនឹងស៊ីយ៉ានៅតែបន្តអាដែងអាឡែងតែខិះគ្នាសុកហ្នឹងក៏ស្រាប់តែអ្នកទាំងពីរប្រឡែងគ្នារៀងខ្លួនតែម្ដងព្រោះថារៀងយូរដែរហើយនេះមើលទៅកាន់ពួកគេទាំងពីរនាក់គឺពិតជាអៀនខ្លាំងមែនតើខណៈពេលដែលស៊ីយ៉ាក៏បាននិយាយទៅកាន់ឈុនថាងថាតើលោកធ្វើវាទាំងបង្ខំមែនទេឈុនថាងគាត់ក៏មិនដឹងថាតបយ៉ាងម៉េចដែរខណៈដែលនាងក៏បានទាញដៃរបស់ឈុនថាងមកហើយសួរទៅកាន់គាត់ថាមើលទៅប្រហែលជាដៃរបស់លោកត្រូវដំណក់ទឹកភ្លៀងច្រើនពេកហើយបានហើយលោកគួរតែចូលទៅសម្រាកទៅប៉ុណ្ណឹងហើយណាខ្ញុំលាសិនហើយចូលទៅកាន់បន្ទប់សម្រាករៀងខ្លួននៅពេលដែលស៊ីយ៉ាបានចូលទៅដល់បន្ទប់ឈុនថាងគាត់ក៏បានប្រាប់ទៅកាន់នាងដូចគ្នាទៅមុនទៅគាត់នឹងទៅតាមក្រោយដែលឈុនថាងគាត់ក៏បានសង្ឃឹមថាថ្ងៃស្អែករឿងទាំងអស់ហ្នឹងគឺនឹងត្រូវបំភ្លេចតែមានណាគ្រាន់តែព្រឹកឡើងមកដល់ឈុនថាងរបស់យើងក៏លោតកឆេងកឆាំងពេញហ្នឹងហើយនឹងស្រែកទៀតថាអូយស្អីគេនេះខ្ញុំថើបស៊ីយ៉ាមែនអត់ទេនេះគ្រាន់តែជាសុបិនទេវាមិនមែនជាការពិតទេមិននឹងអាចទៅរួចទៅនេះជាសុបិនឥឡូវនេះអ្វីដែលគាត់ត្រូវធ្វើគាត់ត្រូវទៅបានអាឡ័យសិនការដែលគាត់ទៅបានអាឡ័យគាត់ច្បាស់ជាភ្លេចនៅរឿងទាំងអស់ហ្នឹងហើយឥឡូវនេះទៅបានអាឡ័យទិញហ្មងគ្រាន់តែបើកទ្វារចេញមកដល់ខាងក្រៅងាកទៅមើលកៅអីយប់មិញពឹបអញនឹកឃើញរូបភាពយប់មិញទៀតហើយអើយអស់អីនិយាយហ្មងចេញមកខាងក្រៅក៏ប្រាប់ខ្លួនឯងទៀតហើយបំភ្លេចទៅបានណាឡៃតែមានអីងាកទៅឃើញក្រដាស់បិទប្រកាសហើយនៅក្នុងក្រដាស់នឹងដែរគេនិយាយថាស្វែងរកអ្នកជួលរឿងមួយនេះក៏ធ្វើឲ្យឈុនថាងមានការងឿងឆ្ងល់ផងដែរតើស៊ីយ៉ានាងកំពុងតែធ្វើអ្វីគេហ្នឹងខីមាត់កូនគេរួចស្វែងរកអ្នកជួលថ្មីអីណានេះបើមើលទៅកាន់សកម្មភាពរបស់ឈុនថាងពេញមួយថ្ងៃហ្នឹងមិនថារៀនមិនថាធ្វើអ្វីទេនឹកឃើញតែកញ្ញាស៊ីយ៉ាហ្មងអត់យល់បណ្ដោយដើរទៅណាក្រឡែកទៅណាក៏នឹកឃើញតែស៊ីយ៉ាដែរសំខាន់គ្រាន់តែគាត់សរសេរអក្សរហ្នឹងក៏សរសេរឈ្មោះរបស់ស៊ីយ៉ាដែរជុំលេងចឹងបណ្ដោយ brother អាហ្នឹងបែបថាធ្លាក់ក្នុងអន្លង់ស្នេហ៍កូនគេហើយនេះដោយសារតែនឹកឃើញកូនគេអញ្ចឹងណាមួយឃើញក្រដាស់បិទប្រកាសថ្ងៃមិញទៀតចេញពីរៀនភ្លាមជន់ថាងក៏បានគោះទ្វារបន្ទប់របស់ស៊ីយ៉ាផ្លែតស៊ីយ៉ាតានាងកំពុងតែស្វែងរកអ្នកជួលថ្មីមែនទេរឿងមួយហ្នឹងវាបែបម៉េចជួយបញ្យល់បន្តិចបានអត់ដោយសារតែរឿងមួយនេះវាគឺធ្វើឲ្យខ្ញុំគឺពិតជាគិតច្រើនខ្លាំងមែនតើក្នុងរយៈពេលមួយថ្ងៃនេះហើយមួយទៀតខ្ញុំក៏ចង់និយាយអំពីរឿងយប់មិញដូចគ្នាប៉ុន្តែខ្ញុំគឺសុំទោសនាងទុកជាមុនណាប្រសិនបើជារឿងទាំងអស់ហ្នឹងវាគឺមាននៅភាពខុសឆ្គងណាមួយនៅពេលដែលបានលឺអញ្ចឹងស៊ីយ៉ាក៏បានឲ្យជន់ថាងហ្នឹងចូលមកខាងក្នុងសិនមករួចភ្លាមនាងក៏បាននិយាយថារឿងការពីយប់មិញវាពិតជាអស្ចារ្យណាស់ចង់ធ្វើវាម្ដងទៀតលឺអញ្ចឹងជន់ថាងក៏ទន់ជង្គង់ក្រឹបអើយស្អីគេនេះគឺជាមូលហេតុដែលនាងនាំឲ្យខ្ញុំចូលបន្ទប់មែននេះមានណានិយាយលេងតាឥឡូវនេះដោះកាបូបរបស់លោកតុបសិនទៅប៉ុន្តែវាមិនមែនជាការថើបលើកដំបងរបស់លោកណាអីឈុនថាងលឺអញ្ចឹងកាន់តែធ្វើឲ្យឈុនថាងកៀងទៀតហើយម្ដងនេះឈុនថាងផ្កាប់មុខតែម្ដងដោយសារតែស្នាដៃស្រីស្អាតស៊ីយ៉ានាងក៏អាចនិយាយនៅពាក្យទាំងអស់នេះឲ្យល្អបន្តិចបានឬអត់នាងមើលមកខ្ញុំនឹងអាក្រក់មែនទេបានចេះតែវាតម្លៃអញ្ចឹងស៊ីយ៉ាក៏បន្តបញ្ចូលនៅអារម្មណ៍$10ម្នាក់ឯងម្ដងទៀតអើយគាត់មើលទៅជាសុភាពបរោះព្រមទាំងសង្ហាសមរម្យទៀតលើសពីចេះថ្នាក់ថ្នមផ្អែមល្ហែមទៀតតែគ្រប់គ្នាទៀមទាថាតើគាត់ទទួលបានស្នាមថើបលើកដំបូងហើយឬក៏នៅនោះអូយគាត់ច្បាស់ជាឆ្លើយថាមកពីស៊ីយ៉ាទេតែបើគេសួរថាតើអ្នកណាគឺជាស្នាមថើបដំបូងរបស់គាត់នោះគាត់ច្បាស់ជាឆ្លើយថាកញ្ញាម្នាក់មិនដែលស្គាល់គ្នាផងតែស្គាល់គ្នាបានមួយខែញាក់បដ ாய் កញ្ញាស៊ីយ៉ាល្មមបានហើយប៉ុណ្ណឹងបានហើយពួកយើងគួរតែបដូរប្រធានបទនិយាយទៅប៉ុន្តែក្រោយពីហ្នឹងស៊ីយ៉ាក៏បានយកទឹកឲ្យឈុនថាងផឹករបៀបគេទទួលភ្ញៀវអញ្ចឹងឯងខណៈដែលឈុនថាងក៏បានសួរនាងបញ្ច្រាស់អំពីរឿងដែលនាងស្វែងរកអ្នកជួលថ្មីវិញតើវាយ៉ាងម៉េចវិញរឿងហ្នឹងដែលគាត់ក៏បានចង់ដឹងនៅរឿង
រឿងរ៉ាវទាំងអស់ហ្នឹងឲ្យកាន់តែច្បាស់ព្រោះគាត់វល់ពេញមួយថ្ងៃដោយសារតែរឿងហ្នឹងផងដែរស៊ីយ៉ានាងក៏បានប្រាប់ទៅកាន់ឈុនថាងថាដោយសារតែនាងអបសោកខ្លាំងពេកនាងគឺចង់ស្វែងរកនៅមិត្តភក្តិម្នាក់ទៀតបច្ចុប្បន្នខ្ញុំមានតែមិត្តភក្តិ2នាក់តែប៉ុណ្ណោះលោកជាមួយនឹងស៊ូហើយខ្ញុំក៏ចង់បានម្នាក់ទៀតវាអាចកំដរនៅភាពអបសោករបស់ខ្ញុំផងដែរប្រសិនបើជាមានមិត្តភក្តិម្នាក់ទៀតមកជជែកលេងជាមួយនឹងខ្ញុំបានលឺនៅពាក្យសម្ដីទាំងអស់ហ្នឹងវាក៏បានធ្វើឲ្យឈុនថាងគាត់រៀងយល់ដែរគាត់ក៏បានជលកែវទៅកញ្ញាស៊ីយ៉ាព្រមទាំងបានប្រាប់ទៅកាន់នាងថាគាត់គឺបានឃើញជាមួយនឹងភោជនីយដ្ឋានមួយគេហៅភោជនីយដ្ឋាននោះថាតូកូយ៉ាគីពេលដែលប្រឡងរួចខ្ញុំនឹងនាំនាងទៅញ៉ាំអីជុំគ្នាជាមួយនឹងស៊ូស៊ីយ៉ានាងក៏បានយល់ព្រមខណៈដែលនាងក៏បានសុំទៅកាន់ជនថាងថាតែខ្ញុំអាចកាន់ដៃរបស់លោកបានអត់ឬបែបហ្នឹងវាក៏បានធ្វើឲ្យឈុនថាងគាត់ក៏រៀងភ្ញាក់ផ្អើលបន្ថែមទៀតដែរគាត់ក៏បានលាតនៅបាតដៃទៅកាន់នាងនិងនិយាយថាបើនាងចង់គឺអាចកាន់បានបន្ទាប់ពីបានកាន់ដៃរបស់ឈុនថាងស៊ីយ៉ាក៏បាននិយាយតិចទៅកាន់ឈុនថាងហើយថានាងសប្បាយចិត្តណាស់នៅពេលដែលបាននៅក្បែរគាត់រួចនាងក៏បានផ្អែកក្បាលរបស់នាងទៅលើស្មារបស់ឈុនថាងក៏ដូចជាសំងំគេងនៅលើស្មារបស់គាត់ផងដែរនៅពេលនេះឈុនថាងគាត់គឺមិនអាចនិយាយអ្វីបាននោះទេតែគាត់បានប្រាប់ទៅកាន់នាងតាមរយៈបេះដូងរបស់គាត់ថាវាលោតញាប់ខ្លាំងណាស់គាត់គឺមិនដឹងថាគួររៀបរាប់អារម្មណ៍របស់គាត់ប្រាប់ទៅកាន់នាងបែបណានោះទេតែពេលនេះវាពិតជាអាក្រក់ណាស់សម្រាប់គាត់អារម្មណ៍ទាំងអស់ហ្នឹងវាល្អតែភាពតានតឹងរបស់គាត់ហ្នឹងធ្វើឲ្យគាត់ភ័យព្រមទាំងអារម្មណ៍ដែលអាក្រក់សម្រាប់គាត់ដែលគាត់គឺមិនអាចហាមឃាត់មាត់របស់គាត់និយាយបានពេញមួយថ្ងៃនេះចាប់តាំងពីខកពីគេងមកអ្វីដែលគាត់នឹកមុនគេនោះគឺវត្តមានរបស់នាងគឺជាពេលវេលាដែលពួកគេបាននៅជាមួយគ្នានិងក្បែរគ្នានឹងឯងមិនថាអង្គុយរៀនឬក៏ធ្វើបទបង្ហាញអ្វីទេគឺគាត់នឹងតែងតែនឹកទៅដល់វត្តមានរបស់ស៊ីយ៉ារហូតធ្វើឲ្យគាត់នឹងមិនអាចធ្វើការងារបានសមស្របតតែសោះថ្ងៃស្អែកក៏បានឈានចូលមកដល់យើងក៏បានឃើញថានៅពេលនេះឈុនថាងក៏កំពុងតែអង្គុយរងចាំនៅស៊ូពីព្រោះថាឈុនថាងគាត់គឺចង់ណាត់នាងឲ្យទៅញ៉ាំអាហារនៅហាងតូកូយ៉ាគីនោះឯងអំឡុងពេលហ្នឹងស៊ូក៏បានមកដល់ព្រមទាំងបានធ្វើការហៅទៅកាន់គាត់ដូចគ្នានៅតាមផ្លូវអ្នកទាំងពីរនាក់គឺបានដើរបណ្ដាលនិយាយគ្នាបញ្យល់ផងដែរឈុនថាងក៏បាននិយាយអំពីរឿងដែលគាត់បបួលនាងទៅញ៉ាំអាហារនៅភោជនីយដ្ឋានតូកូយ៉ាគីជាមួយនឹងស៊ីយ៉ាព្រមទាំងគាត់ហើយនាងក៏បានយល់ដូចគ្នាដែលអាចថាការណាត់គ្នាទៅញ៉ាំអាហារនៅភោជនីយដ្ឋានហ្នឹងគឺបន្ទាប់ពីពួកគេប្រឡងរួចនោះឯងហើយឥឡូវនេះពេលនៅសល់ទំនេរទេអញ្ចឹងហើយឈុនថាងជាមួយនឹងកញ្ញាស៊ូក៏បានសម្រេចចិត្តចូលទៅកាន់បណ្ណាល័យដើម្បីសិក្សារៀនសូត្របន្ថែមទៀតរឿងដែលសយសម្រាប់ឈុនថាងនៅថ្ងៃនេះដោយសារតែបន្ទប់នៅបណ្ណាល័យគឺសុទ្ធតែជាប់គេប្រឡងអស់ហើយវាមានតិចតួចខ្លាំងមែនតើហើយអ្វីដែលសំខាន់លេខតុដែលគាត់បាននឹងគឺវានៅឆ្ងាយខ្លាំងមែនតើពីកញ្ញាស៊ូម្នាក់នៅជួរ A ម្នាក់ទៀតនៅជួរ S អញ្ចឹងទៅតែមិនថ្មីទេយ៉ាងណាក៏គាត់រីករាយដែរបន្ទាប់ពីពួកគេចេញពីមើលមេរៀននៅបណ្ណាល័យច្បាស់ជាអាចនិយាយគ្នាបាននៅខាងក្រៅហើយកំឡុងពេលហ្នឹងក៏ស្រាប់តែមិត្តភក្តិរបស់ស៊ូម្នាក់បានដើរចូលមកកាន់ទីហ្នឹងមើលទៅកាន់ពួកគេក៏ដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់និយាយគ្នាឡើងច្រើនហើយអ្វីដែលសំខាន់អាប៉ែ့ហ្នឹងថែមទាំងត្បិចមាត់កញ្ញាស៊ូទៀតដែលធ្វើឲ្យឈុនថាងឃើញនៅសកម្មភាពទាំងអស់ហ្នឹងហើយគាត់គឺពិតជាមានអារម្មណ៍ថាខឹងខ្លាំងមែនតែនហើយក៏ច្រណែនដែរតែមិនដឹងថាគួរធ្វើបែបម៉េចនោះទេព្រោះគាត់គឺមិនដឹងឡើយថាអាប៉ែ့ហ្នឹងគឺជាសង្សាររបស់ស៊ូឬក៏បែបម៉េចនោះស៊ូថែមទាំងបបួលអាប៉ែ့ហ្នឹងទៅញ៉ាំអីជុំគ្នាទៀតតែអាប៉ែ့ហ្នឹងក៏បានសួរទៅកាន់កញ្ញាស៊ូវិញថាអូចុះមិត្តប្រុសរបស់នាងមិនបបួលទៅទេអីចុះស៊ូគាត់ក៏បានធ្វើការបដិសេធដោយរាល់ដងអញ្ចឹងនាងក៏បានប្រាប់ទៅកាន់មិត្តភក្តិរបស់នាងថាឈុនថាងហ្នឹងគឺជាប្អូនប្រុសរបស់នាងឮនៅពាក្យសម្ដីទាំងអស់នេះហើយឈុនថាងរបស់យើងគាត់គឺមិនអាចទទួលយកបាននោះទេគាត់ក៏បានតបទៅកាន់កញ្ញាស៊ូហើយថា
អាជាស្រ័យផងខ្ញុំគឺមិនអាចចូលរួមនៅទីនេះទេខ្ញុំមានការរវល់នៅរឿងមួយទៀតរួចគាត់ក៏បានធ្វើការដើរចេញពីទីនឹងទៅដើរបណ្ដាចាប់ផ្ដើមគិតបណ្ដាក៏ដូចជាប្រច័ណ្ឌនាងបណ្ដាហើយថាគាត់គឺពិតជាទទួលបានអារម្មណ៍មួយនេះញឹកញាប់ខ្លាំងមែនទែននាងតែងតែប្រាប់ទៅកាន់គ្រប់គ្នាថាគាត់គឺជាប្អូនប្រុសរបស់នាងទាំងដែលគាត់នេះចាប់ទុកនាងគឺជាមនុស្សម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងមែនទែនតែឈិនថាងគិតមកដល់ចំណុចនេះរវាងស៊ីយ៉ាជាមួយនឹងស៊ូស៊ូមួយណាឲ្យប្រកាសទៅនៅពេលនេះតើនរណាឲ្យប្រកាសទៅដែលជាម្ចាស់បេះដូងរបស់គាត់ទទួលស្គាល់ថាមួយរយៈនេះគាត់ជាមួយនឹងស៊ីយ៉ាគឺពិតជាមានទំនាក់ទំនងល្អជាមួយនឹងគ្នាខ្លាំងមែនទែនសកម្មភាពរបស់អ្នកទាំងពីរប្រៀបបានជាមួយនឹងគូសង្សារទៅហើយលើសពីនឹងថែមទាំងបានខិះគ្នាទៀតស៊ូស៊ូគឺមិនទាន់បានដឹងអំពីរឿងនេះនោះទេចុះបើនាងដឹងវិញតើវានឹងទៅជាយ៉ាងណាទៅឈុនថាងគាត់ក៏បាននឹកទៅដល់ពេលដែលកញ្ញាស៊ីយ៉ាបានកាន់ដៃរបស់គាត់ព្រមទាំងកោយលើស្មារបស់គាត់និងប្រាប់ទៅកាន់គាត់ថាវត្តមានរបស់លោកវារំលឹកឲ្យខ្ញុំពិតជាសប្បាយរីករាយរាល់ពេលដែលខ្ញុំបាននៅក្បែរលោកខ្ញុំពិតជាមានអារម្មណ៍ថាកក់ក្ដៅនិងរីករាយជាទីបំផុតយើងគឺមិនដឹងនោះទេថាការស្រឡាញ់របស់ស៊ីយ៉ាជាមួយនឹងឈុនថាងអាចប្រព្រឹត្តទៅបានឬក៏អត់ហើយវាបែបម៉េចនោះគឺមានតែរងចាំតាមដាននៅអេពីសូតក្រោយជាបន្តទៀតតាមរយៈសាច់រឿងដែលយើងបានមើលអេពីសូតប៉ុន្មានអេពីសូតមកនេះយើងក៏អាចសម្គាល់បានហើយថាវាចូលជាលក្ខណៈស្នេហាត្រីកោណបាត់ទៅហើយយើងមិនដឹងទេថាឈុនថាងគាត់គឺអាចនឹងបែងចែកនៅកលៈទេសៈក៏ដូចជាស្នេហាទៅតាមរបៀបណាបែបណាដែលគាត់មើលឃើញទៀតព្រោះថាឥឡូវនេះអាចថាគាត់ជំពាក់ជាមួយនឹងអារម្មណ៍ក៏ដូចជាក្តីស្រឡាញ់ទៅលើកញ្ញាស៊ីយ៉ាបាត់ទៅហើយគាត់មិនអាចដោះលែងវាបាននោះទេលើពីនេះទៅទៀតសាច់រឿងក៏មិនទាន់បង្ហាញអំពីចំណង់ចំណូលចិត្តរបស់ស៊ូស៊ូទៅកាន់ឈុនថាងរបស់យើងដែរអញ្ចឹងយើងមានតែចាំតាមដាននៅផាតក្រោយៗទៀតណាអញ្ចឹងពីខ្ញុំបាទជីងវូក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយបាយ